នេះគឺជាទីក្រុងដែលត្រូវបានគេហៅថាជាឋានសួគ៌លើដីនិងជាកន្លែងដែលគួរឲ្យរស់នៅបំផុតក្នុងលោកជាច្រើនឆ្នាំជាប់ៗគ្នារឿងដែលកាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមពីនេះគឺសូម្បីតែអ្នកអនាម័យក៏អាចមានប្រាក់ខែជិត$3,000ដែរហើយបើមានជំនាញកាន់តែខ្ពស់អាចរកចំណូលបានដល់ខ្ទង់រាប់ម៉ឺន$ក៏មានប៉ុន្តែកុំទាន់ឲ្យតួលេខទាំងនេះក្លាយជាអន្ទាក់ឲ្យសោះបើហ៊ានតែបោះជំហានចូលទៅរស់នៅទីនេះជាមួយប្រាក់ខែ$5,000ក្នុងមួយខែដោយមិនបានត្រៀមខ្លួនបងប្អូនអាចនឹងធ្លាក់ខ្លួនក្រមួយរំពេចនៅទីក្រុង Vienne ប្រទេសអូទ្រីសអ្វីៗមិនងាយស្រួលដោយដែលគ្រប់គ្នាគិតនោះទេថ្ងៃនេះ Estate High និង High កកាយអាចកំបាំងដែលលាក់កំបាំងពីក្រោយតួលេខប្រាក់ខែដ៏ខ្ពស់កប់ពពកទាំងនេះទី1អចលនទ្រព្យហេតុផលដែលអ្នកអនាម័យមានប្រាក់ខែ$3,000គឺដោយសារតែតម្លៃរស់នៅវាខ្ពស់ខ្លាំងពេកចាប់ផ្ដើមពីផ្ទះជួលអូទ្រីសមានប្រព័ន្ធផ្ទះជួលរដ្ឋដ៏ល្អបំផុតប៉ុន្តែវាសម្រាប់តែអ្នកស្រុកប៉ុណ្ណោះក្នុងនាមជាអ្នកចំណូលថ្មីគ្រប់គ្នានឹងត្រូវបង្ខំចិត្តជួលផ្ទះក្នុងតម្លៃទីផ្សារសេរីដែលតម្លៃអាផាតមិនសាមញ្ញមួយអាចហក់ដល់$2,500បាត់ទៅហើយអត់តអស់ទេនៅទីនេះគេតម្រូវឲ្យយើងកក់ប្រាក់យ៉ាងតិច3ទៅ6ខែជាមុនរួមជាមួយថ្លៃសេវាភ្នាក់ងារនិងថ្លៃធានារ៉ាប់រងអគារផ្សេងៗផងដែរគ្រាន់តែថ្ងៃដំបូងដែលយើងឈានជើងចូលទីក្រុង Vienne អាចនឹងត្រូវចំណាយលុយជិត$10,000បាត់ទៅហើយគ្រាន់តែដើម្បីបានកូនសោផ្ទះមួយក្នុងដៃទី2ពន្ធដូចជាកាត់សាច់ស្រស់ទាំងដុំចុះចំណូលខ្ទង់$10,000នោះវិញកុំត្រេកត្រអាលនឹងចំនួនមួយនេះនៅអូទ្រីសកាលណាយើងរកចំណូលបានកាន់តែច្រើនពន្ធដែលអ្នកត្រូវបង់ជូនរដ្ឋក៏កាន់តែខ្ពស់តាមនោះដែរបន្ទាប់ពីកាត់ពន្ធចំណូលពន្ធសង្គមនិងធានារ៉ាប់រងសុខភាពទាំងបង្ខំរួចមកលុយដែលនៅសល់ក្នុងដៃពិតប្រាកដអាចនឹងបាត់បង់ចិត្តពាក់កណ្ដាលបូករួមនឹងថ្លៃចំណាយផ្សេងដូចជាកាហ្វេមួយកែវ$7ទៅ$9អាហារថ្ងៃត្រង់សាមញ្ញ$25ក្នុងមួយពេលហើយបើចង់បានជីវភាពដែលស៊ីវិល័យបន្តិចយើងនឹងដឹងថាប្រាក់ខែ$5,000គឺគ្រាន់តែជួយឲ្យមនុស្សម្នាក់អាចរស់រានមានជីវិតបែបធម្មតាប៉ុណ្ណោះមិនអាចញ៉ាំឬដេកដូចសេដ្ឋីឡើយវាគ្រាន់តែជាគំនិតចៅចាក់ស្មុកប៉ុណ្ណោះទី3ការទិញផ្ទះឬការវិនិយោគក្នុងបន្ទាយសេដ្ឋីប៉ុន្តែចុះបើយើងមិនចង់ជួលហើយចង់ក្លាយជាម្ចាស់អចលនទ្រព្យនៅទីក្រុងដែលគួរឲ្យរស់នៅបំផុតក្នុងលោកនេះវិញត្រៀមខ្លួនឲ្យហើយទៅនៅ Vienne តម្លៃផ្ទះគិតជាមធ្យមអាចចាប់ពី$8,000ទៅ$12,000ប៉ុណ្ណោះធូរថ្លៃខ្លាំងតែជាតម្លៃក្នុង1ម៉ែត្រការ៉េមានន័យថាអាផាតមិនតូចមួយដែលមានបន្ទប់គេង2អាចមានតម្លៃចាប់ពី$60,000ឡើងទៅក្នុងនាមជាជនបរទេសយើងនឹងត្រូវឆ្លងកាត់ការពិនិត្យផ្លូវច្បាប់យ៉ាងតឹងរ៉ឹងនិងត្រូវត្រៀមលុយប្រមាណ10%បន្ថែមទៀតសម្រាប់ថ្លៃពន្ធផ្ទេរសិទ្ធិមេធាវីនិងកម្រៃភ្នាក់ងារទោះបីជាវាមានតម្លៃខ្ពស់យ៉ាងណាក៏ដោយប៉ុន្តែមហាសេដ្ឋីនៅតែសម្រុកទៅទិញផ្ទះនៅទីនេះព្រោះអចលនទ្រព្យនៅអូទ្រីសតម្លៃគឺមានស្ថិរភាពនិងជាជំរកសុវត្ថិភាពបំផុតសម្រាប់ទ្រព្យសម្បត្តិក្នុងរយៈពេលវែងសរុបមក Vienne គឺជាទីក្រុងដែលស្វាគមន៍អ្នកដែលមានផែនការច្បាស់លាស់$5,000អាចជាសម្បត្តិនាំទៅកាន់ឋានសួគ៌ឬក៏ជាផ្លូវនាំទៅកាន់ភាពក្រីក្រវាអាស្រ័យលើការសម្រេចចិត្តរបស់មនុស្សម្នាក់តើបងប្អូនយល់យ៉ាងណាដែរបើមានលុយគ្រប់គ្រាន់តើបងប្អូនហ៊ានវិនិយោគទិញផ្ទះនៅទីក្រុងឋានសួគ៌លើដីនេះដែរឬទេ comment នៅខាងក្រោមហើយបើចង់ដឹងពីតម្លៃទីផ្សារអចលនទ្រព្យជុំវិញពិភពលោកកុំភ្លេច follow Estate High